ខ្យល់ព្យុះក្រសួងការពារជាតិជំរុញឲ្យធំអូនឈប់គិតគូរពីកម្ពុជានឹងដោះស្រាយបញ្ហាព្រំដែនផាំដាមិថុនា68បណ្ដាញនិស្សិតនិងប្រជាជនដើម្បីកំណែតម្រង់ប្រទេសថៃឬ PDRC ដឹកនាំដោយលោកភីឈិតឆាយាម៉ុងខលមេដឹកនាំ PDRC បានធ្វើដំណើរទៅកាន់ក្រសួងការពារជាតិដើម្បីបង្ហាញពីចំហនិងទាមទារឲ្យលោកភូមិធម្មវេជ្ជយឆៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិដោះស្រាយជាបន្ទាន់នៅស្ថានភាពព្រំដែនកម្ពុជាថៃឲ្យទទួលបានសន្តិភាពនិងសណ្ដាប់ធ្នាប់ពួកគេបានស្នើឲ្យប្រើប្រាស់យន្តការក្រមប្រឹក្សាសន្តិសុខជាតិឬហៅកាត់ថា NSC ដែលជាទីភ្នាក់ងារទទួលបន្ទុកសន្តិសុខផ្ទាល់ដើម្បីដើរតួនាទីកាន់តែធំក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃពួកគេក៏បានកត់សម្គាល់ផងដែរថាលោកភូធម្មអាចនឹងគិតគូរពីតាក់ទងទទួលផ្ទាល់ខ្លួនរវាងគ្រួសារទាំងពីរនិងរវាងលោកថាក់ស៊ីនស៊ីណាវ៉ាត្រានិងសម្ដេចហ៊ុនសែនប៉ុន្តែយ៉ាងណាក៏ដោយស្ថានភាពព្រំដែនសពថ្ងៃមិនមែនជាទំនាក់ទំនងគ្រួសារទេតែជាចំនួនដែលអាចនឹងកាន់តែតានតឹងដូច្នេះហើយគេជឿថាថៃត្រូវតែបង្ហាញជំហររបស់ខ្លួនឲ្យកាន់តែច្បាស់ពួកគេបានបញ្ជាក់ថា PDRC មិនបានចេញមកដាក់សម្ពាធលើយោធាទេប៉ុន្តែចង់តាក់ទងតែរដ្ឋមន្ត្រីការពារជនស៊ីវិលបច្ចុប្បន្ននេះភាគីកម្ពុជាមានចរិតអន់ជាងខាងនយោបាយរួមទាំងនាយករដ្ឋមន្ត្រីផែតថងថានស៊ីណាវ៉ាត្រាដែលមិនធ្លាប់ឆ្លើយតបយ៉ាងច្បាស់ចំពោះការញុះញង់របស់ភាគីកម្ពុជាក្នុងការទាមទារសិទ្ធិនៃតំបន់ព្រំដែនដែលមិនទាន់បានឯកភាពគ្នាដូច្នេះគេជឿថាទោះបីទិសដៅនយោបាយបច្ចុប្បន្នអន់ជាងកម្ពុជាក៏ដោយក៏ទិសដៅសន្តិសុខមិនត្រូវអន់ជាងនោះដែរលោកបានបញ្ជាក់ថាលោកនឹងតាមដានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះថៃកម្ពុជានៅរាជធានីភ្នំពេញនៅថ្ងៃទី14ខែមិថុនាជាពិសេសបញ្ហាតាក់ទងនឹងតំបន់ចុងបូកក្នុងខេត្តឧបលរតនធានីលោកជឿជាក់ថាថៃត្រូវតែមានចំហច្បាស់លាស់មុននឹងចរចាជាមួយកម្ពុជាលោកក៏បានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិផ្ដល់អំណាចបន្ថែមដល់យោធាក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅតំបន់ព្រំដែនកន្លងមកយោធាបានស្នើវិធានការដោះស្រាយបញ្ហាព្រំដែនពីស្រាលទៅធ្ងន់ដូចជាសំណើបិទព្រំដែនប៉ុន្តែមិនទាន់មានការឆ្លើយតបចារដូចដែលគួរមានទេយោធាមានអិរិយាបថល្អទោះស្ងាត់ក៏ដោយតែត្រៀមប្រយុទ្ធថៃជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងកម្ពុជាប៉ុន្តែកន្លងមកខាងនយោបាយបានដឹកនាំហើយខាងយោធាបានគោរពខាងនយោបាយដូច្នេះថ្ងៃនេះជាពេលដែលភាគីនយោបាយគោរពការសម្រេចចិត្តរបស់យោធាលោកជឿជាក់ថាផែនការដែលយោធាស្នើទៅរដ្ឋាភិបាលមានចំនួនច្រើនប៉ុន្តែត្រូវបានច្រានចោលលោកជឿជាក់ថាបន្ទាប់ពីកិច្ចប្រជុំ JBC នៅថ្ងៃទី14ខែមិថុនាស្ថានភាពកាន់តែធ្ងន់ធ្ងរអាចនឹងកើតឡើងដូច្នេះលោកត្រូវតែអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យប្រើប្រាស់យន្តការរបស់ក្រុមប្រឹក្សាសន្តិសុខដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃតាមដែលអាចធ្វើទៅបានបន្ទាប់មក PDRC បានផ្លាស់ប្តូរចំហរបស់ខ្លួននៅមុខទីបញ្ជាការកងទ័ពភូមិន្ទថៃរាជដាមណែនដើម្បីលើកទឹកចិត្តដល់ឧត្តមសេនីយ៍ផាណាក្លាវផ្លូតធុកមេបញ្ជាការកងទ័ពជើងកកថែរក្សាស្ថានភាពព្រំដែនកម្ពុជាថៃរូបភាពពី PDRC